ការស្លៀកពាក់មិនមែនស្លៀកឲ្យតែបានទេហើយនេះគឺជារូបរាងដែលខ្ញុំស្លៀកឲ្យតែបានហើយបងទាយមើលថានឹងគីឡូម៉ានខ្ញុំជឿថាបងគិតថាគីឡូធ្ងន់ខ្លាំងហើយតែដូចខ្ញុំបញ្ជាក់ចឹងថារូបរាងរបស់ខ្ញុំគឺតែស្លៀកមិនស្រួលគឺឃើញអាក្រក់បែបហ្នឹងឯងដោយសារមនុស្សខ្ញុំខ្លួនតប៉ែតហើយនេះសិតតែជាអីវ៉ាន់ដែលខ្ញុំតេស្តតែពិតអាវនិងខោគឺឃើញក្នុងកាតាឡុកស្អាតខ្លាំងមែនតើតែជាក់ស្ដែងទៅពេលយកមកដាក់នៅលើខ្លួនរបស់ខ្ញុំវាអត់ស្អាតបើយើងឈប់ស្លៀកពាក់បែបហ្នឹងមកប្រូស្ទាយអ្នកទាំងអស់គ្នាហើយការជ្រើសរើសកៅអៅហ្នឹងក៏ពេលខ្លះយើងស្មានអត់ដល់ដែរដូចខោនេះអញ្ចឹងបងឃើញខ្ពស់ខ្លាំងហេវែងខ្លាំងអត់គាត់ជាគិតតែថា1.50 ស្លៀកមិនកើតតែខ្ញុំស្លៀកតតែកើតតែខោស្វែកអញ្ចឹងមួយអាវមកយើងបើខ្លួនយើងអញ្ចឹងយើងអាចប្រើអាវហឹបរៀងបានបើបងសាកដាក់ជាមួយនឹងអាវខ្លួនខ្លីបែបអាវក្រៅអញ្ចឹងពេលយើងដាក់អញ្ចឹងអាចមើលទៅវាអត់សូវសមតែបងទៅមើលលទ្ធផលទាំងអស់គ្នានេះគឺជា final look ខ្ញុំជ្រើសរើសអាវកាក់ពណ៌ខ្មៅខាងក្នុងយកឲ្យរៀងខ្លួនខ្លីដែរហើយពេលដែលរៀបចំខ្លួនបែបនេះគឺឃើញខុសប្លែកពីមុននឹងខ្លាំងមែនតើហ្មងវាមិនលក្ខណៈថាឲ្យយើងមើលទៅរឹបរៀងចេញរៀងអីទេសារទម្រង់ខ្លួនរបស់ខ្ញុំនឹងគឺស្លៀករឹបរៀងអត់សូវស្អាតអញ្ចឹងបានតែប្រភេទអលងតលីនឹងឯងអាវបែប formal look ដាក់ជាមួយនឹងខោបែបរៀងស្វែកមានអីស្អាតមួយយ៉ាងដែរតាហើយផ្លាស់ប្ដូរការស្លៀកពាក់មានន័យថាយើងផ្លាស់ប្ដូរខ្លួនឯងហើយបើយើងចាប់ផ្ដើមរៀនស្លៀកពាក់ត្បូងវាអត់ខុសពីអីដែលយើងចាប់ផ្ដើមរៀនធ្វើម្ហូបត្បូងទេម្ដងប្រៃពេកម្ដងសាពេកម្ដងផ្អែមពេកម្ដងរៀងភ្លាវតែបើយើងធ្វើយូរធ្វើរាល់ថ្ងៃយើងអត់ចាំបាច់ភ្លក់ក៏ម្ហូបនឹងឆ្ងាញ់ដែរដោយសារយើងស៊ាំហើយពេលខ្លះម្ហូបយើងមើលទៅឃើញដូចដដែលអញ្ចឹងប៉ុន្តែយើងអ្នកធ្វើហត់ហើយគិតណាការស្លៀកពាក់ក៏ដូចគ្នាដែរមើលទៅវាអាចនឹងស្តៀងគ្នាប៉ុន្តែវាមានស្តៀងគ្នាណាម៉ូដវាខុសគ្នាតិចដែរតាហើយ